បាទលោកអ្នកនាងជាទីមេត្រីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ idea ជំរុញឲ្យក្រុមហ៊ុន Grab បញ្ចុះកម្រៃជើងសារដែលធ្លាប់កាត់ពី15ទៅ20%នោះមកត្រឹម8%វិញដើម្បីសម្រួលដល់ជីវភាពអ្នកដឹកជញ្ជូនភ្ញៀវតាមប្រព័ន្ធ app ដោយសំអាងពីមូលហេតុប្រេងឥន្ធនៈនិងហ្គាសនៅបន្តឡើងថ្លៃនៅឡើយប្រធានសមាគម idea លោកវ៉ាន់ពៅឲ្យក្រុមអ្នកសារព័ត៌មានដឹងថាការដាក់ញត្តិទៅកាន់ក្រុមហ៊ុន Grab នៅថ្ងៃទី15ខែឧសភានេះជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនជាអ្នកដឹកជញ្ជូនលោកថាពួកគេទាមទារឲ្យក្រុមហ៊ុន Grab បើកការសន្ទនាជាទ្វេភាគីឬត្រីភាគីដើម្បីរកដំណោះស្រាយយ៉ាងតិចចំនួន5ចំណុចរួមទាំងការទាមទារឲ្យក្រុមហ៊ុនបញ្ចុះកម្រៃជើងសារត្រឹម8%ជាដើមលើសពីនេះលោកថាការជំរុញបែបនេះដោយសារតែអ្នកដឹកជញ្ជូនភ្ញៀវដែលជាអ្នកផ្ញើវាសនានៅតាមដងផ្លូវពេលនេះប្រឈមធំជាងគេគឺតម្លៃប្រេងឥន្ធនៈនិងហ្គាសនៅបន្តហក់ឡើងថ្លៃនៅឡើយដែលធ្វើឲ្យការប្រកបមុខរបររបស់ពួកគេប្រឈមទៅនឹងបញ្ហាជីវភាពមិនអាចទប់ទល់ទៅនឹងការចំណាយប្រចាំថ្ងៃបានខណៈទំនិញនៅលើទីផ្សារក៏បន្តហក់ឡើងថ្លៃដែរនោះបើតាមលោកវ៉ាន់ពៅនៅថ្ងៃសុក្រនេះដែរប្រទេសមួយចំនួនលើពិភពលោកក៏បានធ្វើយុទ្ធនាការទាមទារឲ្យភាគីពាក់ព័ន្ធបញ្ចុះកម្រៃជើងសារសម្រាប់អ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវនេះដូចគ្នាដែរដើម្បីជំរុញការលើកកម្ពស់សិទ្ធិការងារអញ្ចឹងថ្ងៃនេះវាជាសារមួយបន្លឺថាការសាមគ្គីភាពរបស់វិស័យដឹកជញ្ជូននៅប្រទេសកម្ពុជាចាប់ផ្ដើមសាមគ្គីភាពឡើងវិញជាមួយវិស័យដឹកជញ្ជូននៅតំបន់ជាមួយវិស័យដឹកជញ្ជូនថ្នាក់អន្តរជាតិដើម្បីធានាលក្ខខណ្ឌការងាររបស់យើងក្នុងនាមជាមនុស្សដែលយើងផ្ញើប្រេងវាសនាតាមដងផ្លូវគឺមានតម្លៃស្មើគ្នា VOD មិនអាចរកការបំភ្លឺពីក្រុមហ៊ុន Grab ដើម្បីចង់ដឹងពីការសម្រេចចិត្តបែបណាជុំវិញការទាមទាររបស់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវតាមប្រព័ន្ធ app នេះបាននៅឡើយទីគិតត្រឹមថ្ងៃសុក្រនេះក៏ប៉ុន្តែបើតាមលោកវ៉ាន់ពៅដដែលក្រោយទទួលញត្តិក្រុមហ៊ុនបានផ្ដល់ចម្លើយបឋមថាពួកគេកំពុងរងចាំភ្លើងខៀវពីរដ្ឋាភិបាលមុននឹងធ្វើការឆ្លើយតបទៅនឹងការទាមទារលើដំណោះស្រាយនេះហើយថាស្នាមមេដៃនៅក្នុងញត្តិរបស់សមាជិករបស់ខ្លួនដែលបានដាក់ទៅក្រុមហ៊ុនមានជិត 1000 នាក់ក្នុងចំណោមសមាជិក 25,000 នាក់ដែលសមាគមគ្រោងប្រមូលគាត់បញ្ជាក់ថាគាត់នឹងធ្វើទៅតាមអ្វីដែលរដ្ឋាភិបាលមានចំណាត់ការតែប៉ុណ្ណោះបើសិនជារដ្ឋមិនទាន់មានចេញឯកសារគតិយុត្តបញ្ជាក់ថាតើត្រូវធ្វើយ៉ាងម៉េចគាត់ក៏មិនហ៊ានធ្វើដែរគាត់ចង់ឲ្យក្រុមហ៊ុន app ទាំងអស់ហ្នឹងអនុវត្តឲ្យបានស្មើគ្នាហើយយើងក៏អញ្ចឹងដែរដឹកជញ្ជូនយើងចង់ឲ្យក្រុមហ៊ុនទាំងអស់ដែលប្រកបមុខរបរផ្នែក platform ជាមួយកម្មករផ្នែកដឹកជញ្ជូនអ្នក driver ទាំងអស់ហ្នឹងឲ្យអនុវត្តស្មើគ្នាមិនមែនតែក្រុមហ៊ុន Grab ទេផាសស្អាប់ក៏អញ្ចឹងថាដាស្អីទាំងអស់អញ្ចឹងឲ្យតែអ្នករកស៊ី app ជាមួយអ្នកដឹកជញ្ជូននៅប្រទេសកម្ពុជាបើតាមញត្តិដែលសមាគម idea បានដាក់ទៅកាន់ក្រុមហ៊ុន Grab នៅថ្ងៃទី15ខែឧសភានេះការជំរុញឲ្យមានដំណោះស្រាយ5ចំណុចនោះពួកគេទាមទារក្រុមហ៊ុន Grab ត្រូវតែបញ្ឈប់ការ block app ដោយគ្មានហេតុផលក្រុមហ៊ុនត្រូវតែកាត់បន្ថយកម្រៃជើងសារមកត្រឹម 8% និងដំឡើងតម្លៃនៃការដឹកជញ្ជូនបន្ថែមពីនេះក្រុមហ៊ុន Grab ត្រូវតែបង្ហាញពីទិន្នន័យកាត់កម្រៃតម្លៃជើងសារនិងតម្លៃដឹកឲ្យបានច្បាស់លាស់ត្រូវតែផ្ដល់ការគោរពនិងឲ្យតម្លៃដល់អ្នកបើកបរឲ្យស្មើនឹងអតិថិជននិងត្រូវតែផ្ដល់កិច្ចគាំពារសង្គមដល់អ្នកបើកបរដឹកជញ្ជូនជាដើម